vàខ្ញុំធ្វើការ live ពីទស្សនភាពទីក្រុងវ៉ាសរដ្ឋធានីប្រទេសប៉ូឡូញបាទនេះជានៅតំបន់សេដ្ឋកិច្ចមួយទីប្រជុំជនបាទនេះជាមេត្រូអញ្ចឹងយើងធ្លាប់ពលឺថាប្រទេសប៉ូឡូញពីដើមនៅក្នុងសហភាពសូវៀតតែប៉ូឡូញគេបានតាច់ចូលមករបបនយោបាយប្រជាធិបតេយ្យយូរឆ្នាំហើយបាទហើយប៉ូឡូញជាសមាជិក EU សមាជិក Schengen ហើយការអាសាននៅប៉ូឡូញគឺស្តង់ដារ EU បាទប៉ូឡូញសេដ្ឋកិច្ចដូចជានៅក្នុងឆ្នាំទី20ក្នុងចំណោមសេដ្ឋកិច្ចពិភពលោក2021តាមខ្ញុំចាំបាទខ្ញុំដើរទៅទីក្រុងគេស្អាតមានផ្លូវដើរសុវត្ថិភាពសុវត្ថិភាពវាដូចតែប្រទេសណាដូចតែគ្នាតែវាមានកន្លែងខ្លះអត់សុវត្ថិភាពកន្លែងខ្លះសុវត្ថិភាពអញ្ចឹងបាទតែនៅក្នុងទីប្រជុំជនមានបញ្ហាទេបាទហើយឡានគេប្រហែលជាកូនស្ដាំចកោតឆ្វេងដូចស្រុកខ្មែរយើងដែរបាទបាទយើងឆ្លងផ្លូវយើងឆ្លងតាមទំនុកនេះយើងអាចឆ្លងខុសទំនុកបានទេបាទហើយនេះអ្នកបើកឡានគេគោរពអ្នកដើរដែរពេលឃើញគេឆ្លងផ្លូវគេឈប់ឲ្យយើងដែរបាទឡានក្រុងប៉ុន្តែជូនតាមសាធារណៈនៅទីនេះគឺល្អបាទមានរថភ្លើងក្រោមដីមានត្រាមបាទមានឡានក្រុងល្អវាមានច្រើនបាទហើយយើងជិះសមុទ្រឡានក្រុងតែភ្លើងនេះធូរថ្លៃតែបាទវៀតណាមមកច្រើនណានៅប៉ូឡូញនេះមកតាំងពីសម័យកុម្មុយនីសសម័យបែកផ្លាយជាងវៀតណាមមកច្រើនបាទអញ្ចឹងយើងនៅប៉ូឡូញនេះសម្បូរហាងហាងរបស់វៀតណាមច្រើនបាទជាស្អីបាទមិញដាច់សារខ្ញុំចំមីក្រូហ្វូនបាទឲ្យដើរគេអានេះខែត្រជាក់អញ្ចឹងសកម្មភាពជាជនគេអត់សូវមមាញឹកទេដល់ខែក្តៅបានគេចេញមកក្រៅច្រើនខែនៅខែត្រជាក់ផ្លូវជិះកង់យើងអាចដើរបានទៅធ្លាក់ស្នូបាទធ្លាក់តើយើងលាបលេបាទពាក់ស្រោមដៃពាក់អាវហ៊ូទ័រមានមួកអាវលងាបាទខោបយឯងបានយើងទប់បានខ្ញុំដើរទៅកន្លែងគេហៅវិមានវប្បធម៌គេហ្នឹងជាកដោរបស់តីតាទីទឹកដីរុស្ស៊ីសហភាពសូវៀតស្តាលីនហ្នឹងក៏សង់ឲ្យប៉ូឡូញជាកដោការសម័យកុម្មុយនីសហាងវៀតណាមហាងហ្វឺបូវៀតណាមច្រើននេះហាងវៀតណាមមួយទៀតបាទមហូបគេហ្នឹងតម្លៃប្រហែលជា7-8 ដុល្លារបាទមហូបគេហ្នឹងអត់ថ្លៃទេអូនេះមានមហូបកូដេកស្រុកខ្មែរយើងដែរនេះបាទមានលតឆាក៏មាននេះកូដេកស្រុកខ្មែរយើងនេះ
បាទហើយតំណងណាមុខចឹងមានហ្វឺបាទមានហ្វឺតម្លៃតែដូចជាអគេដាក់30 30វា$10បាទនៅថោកជាងនៅអាល្លឺម៉ង់10 អឺរ៉ូវាលើសបាទស្រួលហៅនឹងខាងប៉ូឡូគេហៅប៉ូលវៀតបាទប៉ូលវៀតហ្នឹងគឺប៉ូឡូកាត់វៀតណាមកាត់ប៉ូឡូបាទយើងអត់ស្គាល់ទេប៉ូឡូខ្មែរយើងអត់សូវពេញនិយមទេនៅអឺរ៉ុបយើងស្គាល់ហើយចក្រភពអង់គ្លេសបារាំងស្វីសអាល្លឺម៉ង់អ៊ីតាលីដល់ប៉ូឡូអត់សូវមានសិស្សខ្មែរអត់មានសិស្សហ្មងទៅមានបងថ្លៃសិស្សហៅអបកយើងអត់ដឹងទេបាទនេះគេហៅវាមានវប្បធម៌ស្តាលីនអសង់ឲ្យប្រទេសប៉ូឡូណាបាទជាកដោឲ្យប៉ូឡូកាលសម័យកុំនេះហ្នឹងតែឥឡូវប៉ូឡូលេងជាកុំនេះបាទហើយយើងសិស្សមករៀននៅហ្នឹងមករៀនជាភាសាអង់គ្លេសបាទយើងចង់ធូរថ្លៃយើងរៀនជាភាសាប៉ូឡូញឲ្យថ្លៃសាលាកាត់ត្រឹមពី$2000ក្នុងមួយឆ្នាំបាទហើយស្អែកខ្ញុំធ្វើវីដេអូបន្ថែមពីរឿងលក្ខខណ្ឌហេតុផលខ្លះយើងធ្វើមករៀនប៉ូឡូហ្នឹងបាទគឺសិស្សឥណ្ឌាមកច្រើនសិស្សឥណ្ឌាសិស្សចិនវៀតណាមថៃខ្មែរយើងអត់មានមកមានដែរតែយើងអត់ដឹងថាគាត់មកសិក្សាបែបអាហារូបករណ៍ទៅបងថ្លៃយើងអត់ដឹងតែមានតិចមែនទែនបាទស្តង់ដារគេមាន Starbucks មិនអីបាទយើងមាន Westfield នៅហ្នឹងនេះ Financial Center គេមាន Westfield ហ្នឹងសារ shopping mall នៅ UK នៅអូស្ត្រាលីអូស្ត្រាលី UK ហ្នឹងបាទStarbucks Starbucks គេមួយកែវប្រហែលជា$4-5តម្លៃប្រហែលស្រុកខ្មែរបាទខ្ញុំព្រឹកមិញខ្ញុំចូលញ៉ាំកាហ្វេជាមួយនឹង sandwich $6បាទតម្លៃប្រហែលស្រុកខ្មែរយើងណាចង់ថោកជាងស្រុកខ្មែរយើងកាហ្វេបាទ sandwich ក៏ចង់ថោកជាងស្រុកខ្មែរធំបាទឆ្លងថ្នល់វាទៅខ្ពស់ច្រើននៅភ្នំពេញយើងទៅនំមានឯករាជ្យខ្ញុំធ្វើបទអត្ថាធិប្បាយនេះគឺលក្ខណៈទូទៅបាទចឹងមានប្រធានបទច្បាស់លាស់ឯងខ្ញុំពីថ្ងៃយកបានមកសាសចូលរវល់ទៅខាងក្រុមការងារនៅប៉ូឡូនេះគាត់នាំទៅមើលសាកលវិទ្យាល័យ2បាទចុះបានមកពេលថ្ងៃនេះនៅខាងក្នុងហ្នឹងមានសាកលវិទ្យាល័យមួយឯកជនមួយឆ្នាំដូចជាខ្ទង់$3000-$3000នៅខាងលើហ្នឹងហើយខាងលើហ្នឹងយើងអាចឡើងទៅមើលទេសភាពនៅខាងលើហ្នឹងបានបាទអ្នកងារយើងចេះតែចង់ជួយឲ្យនិស្សិតខ្មែរយើងមានឱកាសមករៀនក្រៅប្រទេសគឺថាយើងមិនថាគេ intercontinental បាទយើងដូចថាបើយើងទៅអូស្ត្រាលីទៅអាមេរិកវាថ្លៃបាទទៅ UK ថ្លៃទាំងអ្នកដែលគាត់លទ្ធភាពមកយ៉ាងពិចារណាប៉ូឡូបានធូរថ្លៃជាងរៀននៅស្រុកថៃរៀននៅសិង្ហបុរីរៀននៅម៉ាឡេធូរច្រើនថ្លៃរស់នៅប្រ
ផែស្រុកខ្មែរយើងទេនៅប៉ូឡូបាទហើយថ្លៃជួលផ្ទះយើងជួលរបៀបនិស្សិតធូរថ្លៃមួយខែទៅ100ជួលបានហើយ100 ដុល្លារបាទតែយើងនៅរបៀបទុកមួយនៅច្រើនអ្នកបែបនិស្សិតតែបើថាយើងនៅរបៀបឯកជនវាថ្លៃ500ជាងអីបាទយើងសង្ស័យហាវៀតណាមមួយទៀតយើងរៀនផងយើងអាចធ្វើការផងបាទរៀនចប់មានឱកាសថាសុំសិទ្ធិរស់នៅប៉ូឡូញទៀតប៉ូឡូញមកខ្វះកម្លាំងពលកម្មច្រើនបាទនេះធំអានេះបាទលក់នេះតាមនៅគេមួយដែរហើយឃើញមានសារ៉ាហើយទៅឡានគេឈប់ឲ្យយើងឆ្លងផ្លូវនៅហ្នឹងបាទនៅតែ snow ទីឃើញហាងមានហាងសារ៉ាក្នុងហ្នឹងនេះមកគេខ្ញុំអត់ចូលម៉លទេខ្ញុំថតពីក្រៅបាទ snow មនុស្សច្រើនណាមនុស្សច្រើនតែមករៀងកិច្ចមុខគេមកទឹកដីឲ្យគេជិះកង់មកយកឲ្យផ្លូវជិះកង់យកអត់បានណាល្មងជិះផ្លូវជិះកង់ជិះបុកយើងកូស្តាកាហ្វេH&M មានហាត់រ៉ក់កាហ្វេហាត់រ៉ក់កាហ្វេបើក៏ឆ្ងាញ់គេមកលេងនឹងច្រើននៅស្រុកខ្មែរយើងមកមិន10ជាងឲ្យមានអ្នកមើលគេលក់ការអូនឹងទៅម៉លគេកន្លែងហ្នឹងម៉លទៅច្រើនបាទជួវ័យគេអាហ្នឹងលយដែរទុំទៅអាគារនៅអានេះ Central Train Station គេម៉លគេបានលក់ច្រើនណាស់ឈប់ហើយលេងមានភ្លើងស្តុបយើងលេងដើរទៅមកព្រួយយើងឈប់នេះវ៉សទុនសិស្សខ្មែរយើងឲ្យលឺប៉ូឡូញអ្នកកវីកផាឥឡូវយើងមកទស្សនភាពនៅប៉ូឡូញទៅវាមិនបាទរៀនផងធ្វើការផងរៀនចប់មានឱកាសទៅថាសូមទៅធ្វើការគឺទៅបាទរៀននៅប៉ូឡូញអាចដើរបាន
24តែនៅអឺរ៉ុបភាសាប៉ូឡូយើងក្នុងតំបន់ Schengen គុណភាពស្តង់ដារ EU បាទអញ្ចឹងវាល្អច្រើនអត់ចំណាយច្រើនបាទក្មេងៗគេស្អាតតាកូនកាត់នៅប៉ូឡូញនៅយូក្រែននៅអឺរ៉ុបខាងកើតអីហ្នឹងគឺនារីគេស្អាតណាមុខគេដូចកូនកាត់គេកាត់សូស៊ីកាត់អឺរ៉ុបអាមេរិកផងអីចឹងណាបាទបែក camouflage របស់ទៀតនេះផាកគេដល់យើងនៅមុខមានឯករាជ្យមុខវាំងលឺនេះពួកជនជាតិប៉ូឡូញខ្លះឌឺឡាវខាយកស្តានលីនវាមានហ្នឹងយើងអាចសាវជ្រាវឡើងចូល YouTube ទៅឡាវខាតែខាងភ្នាក់ងារខ្ញុំមានសហការមួយសកលអនឡាញលើនឹងមួយបាទឡាយឯកជនបាទយើងអត់នេះបើសិនជាខែក្តៅស្ទើរភាពស្អាតបៃតងបាទប៉ុន្តែខ្ញុំថត live ពេលយប់នោះខ្ញុំមានគោលម្ដងមានកម្រងណាថាខ្ញុំចង់ឲ្យមើលតើនៅប៉ូឡូញនោះពេលយប់មានបរិយាកាសដូចមិនចឹងបាទណាព្រោះតែពេលថ្ងៃទៅនៅអ៊ូអច្រើនយើងមើលដឹងតែពេលយប់មិនចង់ដឹងតើទីក្រុងវាសុវត្ថិភាពប៉ុណ្ណាយ៉ាងមើលពេលយប់បាទពេលបាត់ពេលបាត់ដើរចិត្ត2គីឡូជាងណាណូអត់មែនសម្រាប់តាkiaធំគេណូហូតែលនេះបានសម្បូរ shopping ច្រើនសូវមានអាស៊ីយើងមកទេពោតឡូច
xa kia 5 star kia tập hai lại làm không kia và yeah. Làm khôngนี่สำรวจจำร้านกองเกมาlàm cái một mi nhất ngoài tên và từ không xây phế tiết này lớn đứng lên gió lại như là còn lại phía sau nơi đông như nó không đôngដែរយើងចាំlên khiêuយើងអាចដើរឆ្លងបានបាទយើងឆ្លងទីបាយយូរអ្វីធូរថ្លៃអីចឹងហ្នឹងCA CNA នៅស្វីសមានដែរ CNA តែថ្លៃគួរសមដែរបាទ Thank you.
cột cột kia này và nông hồ tây mình sang hai là nông và không đại sẽ một chút nữa bây giờ đang bị trong gần luôn và mới ra mình sầm em nó rộ kế và chơi phụ play với họ ai và chơi ha nơi nếu trai lùi ở đó trai lùi một lối mango và đây là tìm phòng lời mấy và hay thứ tức bánh mình hiểu tức sợn lại mango à, cái mango còn ai ta ta cái mango này mà ai ta ta mango mà uni sulo របស់ជប៉ុននេះគឺស្ទាយជប៉ុនស្ទាយជប៉ុនសាន់វិចគេសាន់វិចសាន់វិចទៅសាន់វិចគេបាទខ្មែរយើងមកយប់ជ្រៅបាទអានេះ live ហើយខ្ញុំទុកវីដេអូក្នុង page ហ្នឹងដើម្បីឲ្យយើងមើលព័ត៌មានបន្ថែមបាទនេះឡានគេឈប់ឲ្យយើងដើរឃើញởប្រទេសខ្លះឡានឈប់ឲ្យដើរបាទតែនេះយើងញល់ដែរបើណាអាមេរិកអត់ញល់អញ្ចឹងឈប់ឲ្យណាអាមេរិកណាអត់ទេណាញល់បាទដល់កែងlạiខ្ញុំឈប់lạiដោយសារដើរច្បាយទៅមកជុំបាទបកគោដូចនៅ UK នៅប៉ូឡូនេះគេសម្ព័ន្ធមិត្តមួយ UK គេតំណាក់នៅមួយ UK យូរណាតាំងពីមុនសង្គ្រាមលោកលើកទី2បាទនេះយើងនៅ UK អាសាឃើញអាបកគោអញ្ចឹងដើម្បីគេបិទកតបានផ្សេងអញ្ចឹងប៉ូឡូនេះគឺគេពេញនិយមខាង UK បាទពេលអស់
lục từ sạc kìa tôi ca là giúp nó còn chốt lại này kia từ sạc và là cành lại nó nhôm chốt chốt lại ấy. Mà ra dân ta phải một chung á làm cái như là gì chắc là gì mấy mà nó đôi dân nó họ nó là à, 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 và McDonald và là tha polo scan ở tầm nớp tôi cũng giao ca máy video chuẩn bị có một anh chàng mời cho đi cùng kia vào bên tây tôi giúp đây là con bò so tôi giúp tập tôi giúp cái xong ở dương mưa ta tôi giúp đây là một cái lối như phải là cái là một chấm năm và cho nên thì cũng trên kia ở kia thì có từ ngay mà cái nó là cái ca thì là nó không một co gì đấy co gì nữa ô không rồi rồi nó có sao mà sân chỉ trong nó đi ca ra nơi tây polo chứ ca phải sang bao nhiêu trong ba ca lại không có hay thuê tam tây làm bán ca sang polo thì nhưng mà lại chặt thì con là đâu không sáng tay tôi nói phải thật may chứ ai cũng con tôi ca hông xong ta EU tao lên mang nơi tầm mòn là tốt mà sang nhẫn thì sau ông ca sang sang tôi đây tôi ca ở trong tay là 제가 호주만 듣고 가서 나오고 그래서 너무 멋서 여기 되고